បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត LCM ដែលរូបមន្ត LCM នេះគឺយើងប្រើសម្រាប់គណនារកពហុគុណរួមតូចបំផុតបាទនៅក្នុងតារាងនេះខ្ញុំមានលេខ2ហើយនិងលេខ3អញ្ចឹងពហុគុណរួមតូចបំផុតនៃ2ហើយនិង3ហ្នឹងតើវាស្មើនឹងប៉ុន្មានចុះ25ហើយនឹង8វាស្មើនឹងប្រមាណអញ្ចឹងទៅគឺ2លេខហើយនេះ2ផង3ផង4ផងអញ្ចឹងបងប្អូនគ្រាន់តែបញ្ចូលសញ្ញាស្មើចឹងវា LCM តបមកយើងបើកវងកញ្ចក់គេឲ្យយើងជ្រើសរើស number ទី1 number ទី2អញ្ចឹងខ្ញុំអាចចុច select ទៅលើ number ទី1យើងចុចសញ្ញាក្បៀស1មកបានយើងចូលទៅ number ទី2ប៉ុន្នេះហើយយើងបិទវងកញ្ចក់ enter អញ្ចឹងយើងឃើញថាពហុគុណរួមតូចបំផុតនៃ2ហើយនិង3ហ្នឹងគឺ6កន្លែងនេះយើងអាចទាញវាចុះក្រោមទៅ25ហើយនឹង8នេះពហុគុណរួមតូចបំផុតរបស់វានឹងគឺ200អញ្ចឹងមកជាធម្មតានៅពេលដែលយើងរៀននៅអនុវិទ្យាល័យអីយើងតែងតែធ្វើតារាងដើម្បីគុណឧទាហរណ៍ថាយើងដាក់2អញ្ចឹងមកអញ្ចឹង2វា4 6 8 10អីជាដើមអញ្ចឹងទៅហើយដល់ពេល3 6 9អញ្ចឹងយើងឃើញពហុគុណរួមតូចបំផុតរបស់វានឹងគឺ6ដូចគ្នាហើយបន្តមកគឺ12ហើយបានវា18អញ្ចឹងយើងយកតែតូចបំផុតនេះបាទចំពោះ3លេខដូចករណីនេះគឺយើងធ្វើដូចមាញ់ដែរទេបងប្អូនវាយ LCM តមកបើកវងកញ្ចក់ហើយ number ទី1ទី2នេះយើងមិនបាច់ចាំ select ទេបើវាមានច្រើនបែបនេះគឺយើងអាចអូសវាយកតែម្ដងយើងអូសប៉ុណ្នេះហើយយើងបិទវងកញ្ចក់ទៅអញ្ចឹងយើងឃើញពហុគុណរួមតូចបំផុតនៃ2 3ហើយ4ទៀតហ្នឹងគឺ12អញ្ចឹង2 6ដង12 3 4ដង12ហើយ4 3ដងក៏វា12ដែរអញ្ចឹងវាតូចបំផុតដែលវានៅរួមគ្នាហ្នឹង4លេខនិយាយទៅគឺ number កន្លែងនេះយើងអាចដាក់រហូតទៅដល់255លេខ number ហ្នឹងមានច្រើនមែនតើLCM បើកវងកញ្ចក់ហើយយើងអូសវាតែម្ដងទៅអញ្ចឹងយើងឃើញ24អញ្ចឹង8 3ដងក៏24 6 4ដង24 3 8ដង24 2 12ដងក៏24អញ្ចឹងវារួមតូចបំផុតរបស់វាគឺ24ចំណែកឯលេខនេះវិញគឺ100បាទអញ្ចឹងអានេះគ្រាន់តែជាមូលដ្ឋាននៃការប្រើប្រាស់រូបមន្ត LCM តើ LCM ហ្នឹងយើងប្រើប្រយោជន៍សម្រាប់ធ្វើអីយើងមើលឧទាហរណ៍នៅខាងស្ដាំដៃនេះយើងមើលថាទី1នេះឧទាហរណ៍ថាយើងមានការប្រជុំ2តែការប្រជុំទី1នោះគេធ្វើរៀងរាល់4ថ្ងៃម្ដងហើយការប្រជុំទី2គេធ្វើរៀងរាល់5ថ្ងៃម្ដងអញ្ចឹងធម្មតាបើយើងការប្រជុំមួយយើងប្រើពេល4ថ្ងៃទៀតបានយើងប្រជុំមួយទៀតឲ្យតែកំណត់5ថ្ងៃនឹងតែគេប្រជុំ5ថ្ងៃទៀតគេប្រជុំអញ្ចឹងសួរតើថ្ងៃណាដែលថ្ងៃប្រហែលថ្ងៃទៀតដែលការប្រជុំនឹងវានឹងជាន់គ្នាដែលជាន់គ្នានឹងយើងអាចលើកពេលឬមួយក៏យើងបន្ថែមមនុស្សដើម្បីដឹកនាំការប្រជុំអីជាដើមយ៉ាងទៅអញ្ចឹងកន្លែងនេះគឺយើងអាចប្រើរូបមន្តមិញហើយគឺ LCM ហ្នឹងយើង4ហើយនឹង5អញ្ចឹង LCM 4ហើយនឹង5វាស្មើជាមួយនឹង20អញ្ចឹងមានន័យថារយៈពេលពីឥឡូវទៅហ្នឹងគឺ20ថ្ងៃទៀតការប្រជុំទាំងពីរហ្នឹងវានឹងជាន់គ្នានឹងតែម្ដងហើយបាទឧទាហរណ៍ទី2ឧទាហរណ៍ដូចនៅក្នុងរោងចក្រមួយគាត់មានម៉ាស៊ីនផលិតរហូតទៅដល់3ផលិតទំនិញនឹង3ហើយគាត់ប្រើរយៈពេលខុសៗគ្នាម៉ាស៊ីនទី1ប្រើរយៈពេល3ម៉ោងម៉ាស៊ីនទី2ប្រើរយៈពេល5ម៉ោងហើយនឹងម៉ាស៊ីនទី3ប្រើរយៈពេល8ម៉ោងអញ្ចឹងម៉ាស៊ីនទាំង3ហ្នឹងគឺប្រើពេលវេលាផ្សេងគ្នាសម្រាប់ការផលិតអញ្ចឹងបើយើងរាប់ចាប់ពីឥឡូវទៅ3ម៉ោងក្រោយអាម៉ាស៊ីនទី1ចាប់ដើមផលិតទៅហើយចាប់ពីឥឡូវទៅ5ម៉ោងក្រោយម៉ាស៊ីនទី2ផលិតទៅហ្នឹងមានន័យបែបហ្នឹងហើយតាមម៉ាស៊ីននោះគាត់នឹងផលិតដំណើរគ្នាក្នុងពេលប្រហែលអញ្ចឹងយើងដោះស្រាយមិញហ្នឹងគឺ LCM 3នៃ5ហើយនឹងនៃ8ប៉ុន្តែមកយើងឃើញគឺ120ម៉ោងអញ្ចឹង120ម៉ោងទៀតម៉ាស៊ីនទាំង3ហ្នឹងវានឹងផលិតជាន់គ្នាតែម្ដងអញ្ចឹងបើផលិតជាន់គ្នាពេលខ្លះអ្នកកាន់រោងចក្រអីគាត់នឹងត្រៀមលក្ខណៈបន្ថែមកម្មករឬមួយក៏គាត់ផ្អាកការផលិតនៃម៉ាស៊ីនណាមួយអញ្ចឹងទៅព្រោះកម្លាំងពលកម្មរបស់គាត់វាអត់មានគ្រប់គ្រាន់សម្រាប់
មើលទៅលើការគ្រប់គ្រងទៅលើការដំណើរការម៉ាស៊ីនផលិតអីជាដើមចឹងទៅអានេះគឺជាជំនួយនៅក្នុងការប្រើប្រាស់រូបមន្ត LCM ដែលយើងអាចប្រើនៅក្នុងស្ថានភាពជាក់ស្ដែងហើយឧទាហរណ៍ទី3នេះយើងតែងតែជួបពេលដែលយើងកណនារពហុគុណរួមតូចបំផុតហ្នឹងគឺនៅពេលដែលយើងតម្រូវភាគបែងរួមឧទាហរណ៍ថាប្រភេទរបស់យើងនេះ1/2បូកជាមួយនឹង3/4ជាធម្មតាដើម្បីបូកប្រភេទនិងប្រភេទយើងមិនត្រូវតម្រូវភាគបែងរួមអញ្ចឹងអានេះភាគបែងខុសគ្នាយើងតម្រូវអញ្ចឹង2ហើយនឹង4តើភាគបែងរួមរបស់វាគឺប៉ុន្មានអញ្ចឹងយើងគ្រាន់តែបើលេខតូចទេស្រួលទេយើងគ្រាន់តែមើលយើងដឹងថា4ហើយតម្រូវភាគបែងរួមរបស់វាអញ្ចឹងបើយើងមិននេះទេយើងអាចប្រើរូបមន្ត LCM ហ្នឹងទៅហើយយើង2ហើយនឹង4អញ្ចឹងមកចម្លើយរបស់វាហ្នឹងគឺ4ហ្នឹងហើយបាទអញ្ចឹងយើងតម្រូវភាគបែងរួមទៅ4អានេះមាន2ជាងគុណថែម2ភាគយកក៏គុណថែម2ទៅអញ្ចឹងវាត្រូវ2លើ4ទៅបូកជាមួយនឹង3លើ4ហ្នឹងមកភាគបែងរួមរបស់វាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្លីទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ធ្វើការតាមដានទស្សនាហើយវីដេអូក្រោយយើងនឹងសិក្សាទាក់ទងជាមួយនឹងរូបមន្តនៅក្នុង Excel ជាបន្តទៀត